ចាជាធម្មនាងខ្ញុំសូមគោរពជំរាបសួរមេដាបេដាសិស្សនិងគរុនិស្សិតទាំងអស់សំណូមពរប្រធានបទមួយថាអ្នកគ្រូវិធីសាស្ត្របង្រៀនខ្ញុំបានយល់ហើយគ្រូកសលគឺខ្ញុំបានយល់បានច្រើនតាមវីដេអូរបស់អ្នកគ្រូគ្រប់នៅក្នុង page វគ្គអំពងគ្រូកសលខ្លីនិងសាលាអន្តរជាតិ JC 6គ្រប់កម្រិតនិងរាល់ការវីដេអូទាំងអស់តែឥឡូវថ្ងៃនេះអ្នកគ្រូសូមឆ្លើយតែមួយចាតើហេតុអីបានជាគ្រូកសលយើងត្រូវការបូកផ្សំជាមួយនឹងចិត្តវិទ្យាចាអញ្ចឹងចិត្តវិទ្យាហ្នឹងគឺជាអ្វីចាមេដាបដាសិស្សក៏ចង់ដឹងដូចគ្នាដែរដោយសារអីគាត់មិនអ្នកជំនាញខាងការបង្រៀនអ្នកគ្រូមានអ្នកជំនាញខាងបង្រៀនមែនប៉ុន្តែជួនកាលគាត់ទំនេរពីថ្ងៃសៅរ៍អីគាត់អាចបង្រៀនកូនបានដោយខ្លួនឯងគាត់ស្ដាប់វីដេអូអ្នកគ្រូទាំងអស់ទៅគាត់អាចដឹងពីរបៀបបង្រៀនភាសាខ្មែរធ្វើម៉េចដើម្បីឲ្យកូនរៀនឆាប់ចេះមិនបាច់ចាំចំណាយលុយទៅជួលគ្រូទៅបង្រៀនដល់ផ្ទះនៅពេលដែលគាត់អាចឆ្លៀតបានក៏បានចាបើសិនជាម៉ាក់ប៉ាខ្លះគាត់រវល់គាត់អាចយកគ្រូទៅបានតាមអ្វីដែលជាចំណេះដឹងអ្នកគ្រូចែករំលែកគ្រប់វីដេអូទាំងអស់នៅក្នុង page របស់អ្នកគ្រូចាអញ្ចឹងចិត្តវិទ្យាគឺដើម្បីឲ្យការបង្រៀនទទួលបាននៅប្រសិទ្ធភាពខ្ពស់និងលទ្ធផលល្អក្នុងនាមយើងជាគ្រូបង្រៀនយើងត្រូវទី1លើកទឹកចិត្តទៅកាន់សិស្សហេតុអីបានជាយើងត្រូវការលើកទឹកចិត្តសិស្សពីព្រោះសិស្សគាត់នៅក្មេងចាដូចអ្នកគ្រូបានឲ្យនិយមន័យយ៉ាងទីមុនហ្នឹងកុមារគឺជាក្មេងដែលមានអាយុក្រោម17ឆ្នាំអញ្ចឹងឲ្យទោះបីគាត់មានធំប៉ុណ្ណាក៏ដោយក៏គាត់នៅតែមានការលើកទឹកចិត្តគាត់ចង់បានការសរសើរដែរចាអញ្ចឹងយើងត្រូវលើកទឹកចិត្តគាត់ដើម្បីឲ្យគាត់ប្រឹងប្រែងបើគាត់ធ្វើបានល្អហើយលើកទឹកចិត្តបន្ថែមទៀតឲ្យគាត់កាន់តែល្អជាងមុនចាចំណុចទី2គឺជំរុញការសិក្សារបស់សិស្សដោយអ្វីដែលអ្នកគ្រូនិយាយនៅចំណុចទី1អញ្ចឹងមានថាបើសិនជាគាត់បានល្អបាន90%យើងប្រឹងប្រែងប្រាប់ទៅគាត់វិញថាអូខេកូនល្អហើយកូនប្រឹងបន្តិចទៀតឲ្យបាន100%ចាហើយចំណុចទី3គឺកាត់បន្ថយភាពតានតឹងនៅក្នុងថ្នាក់រៀនហើយដែរបានជាលោកគ្រូអ្នកគ្រូមួយចំនួននៅពេលដែលបង្រៀនសិស្សគាត់មានវិធីសាស្ត្របង្រៀនល្អសិស្សអត់ដឹងដល់ម៉ោងចាប់ទេចាប់បាត់ហើយដល់ម៉ោងបាត់ហើយគាត់ភ្ញាក់មែនតើដោយសារតែគាត់នឹងជួបក្នុងការរៀនសូត្រអញ្ចឹងគឺធ្វើឲ្យសិស្សនឹងមិនមានការតឹងតែងក្នុងការរៀនសូត្រចាចំណុចបន្ទាប់មកគឺផ្ដល់ឱកាសឲ្យសិស្សមានភាពច្នៃប្រឌិតនិងជំរុញសិស្សឲ្យមានគំនិតបែបវិជ្ជមានការជំរុញសិស្សឲ្យមានបែបវិជ្ជមាននេះវាមានសារៈសំខាន់ប្រយោជន៍នឹងខ្លាំងដោយសារអីនៅពេលដែលសិស្សគាត់គិតថាគេអ្នកដទៃអាចជាប់លេខ1បានគាត់ក៏ជាប់លេខ1បានដែរបើឲ្យគាត់មានគំនិតល្អនៅក្នុងខួរក្បាលរបស់គាត់យើងអាចជួយជំរុញលើកទឹកចិត្តគាត់នឹងឲ្យខ្លាចជាមនុស្សថ្មីមួយដែលគិតតែអ្វីដែលល្អចាមួយទៀតស្វែងយល់ពីបញ្ហាផ្លូវចិត្តរបស់សិស្សយើងជាគ្រូបង្រៀនយើងត្រូវឆ្ងល់ថាហេតុអីបានជាគាត់អត់ចូលចិត្តរៀនតើគាត់មានបញ្ហាអីនៅក្នុងក្រុមគ្រួសាររបស់គាត់ឬក៏មានបញ្ហាមិត្តភ័ក្តិនៅក្នុងសាលាជាមួយគ្នាឬមានបញ្ហាអីបានជាគាត់រៀនតាមអត់ទាន់គេអញ្ចឹងក្នុងនាមយើងជាគ្រូបង្រៀនគឺយើងយកចិត្តដាក់ទៅលើចិត្តវិទ្យាសម្រាប់ក្នុងការបង្រៀននិងក្នុងការយកទៅដាក់ពីអារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ផងដែរចាចំណុចចុងក្រោយគឺត្រួតពិនិត្យនិងវាតម្លៃនៃការសិក្សារបស់សិស្សហើយដែរបានយើងត្រូវការត្រួតពិនិត្យនឹងការវាតម្លៃរបស់សិស្សវីដេអូមុនអ្នកគ្រូបាននិយាយថាការវាតម្លៃសិស្សវាមានសារៈសំខាន់ខ្លាំងជាងគេបំផុតនៅពេលដែលយើងបង្រៀនចប់តើសិស្សទទួលបានលទ្ធផលប្រមាណភាគរយនេះគឺជាគ្រូល្អដែលត្រូវតែមានចិត្តវិជ្ជានិងគរុកោសល្យដើម្បីជួយឲ្យការបង្រៀនរបស់គាត់មានការល្អប្រសើរចាសូមអរគុណ